កុំប្រឆាំងនឹងព្រះវាសនាមានមនុស្សជាច្រើនបានជឿលង់នឹងពាក្យកុំតវ៉ាជាមួយព្រហ្មលិខិតមនុស្សមួយចំនួនចូលចិត្តជឿទាំងមិនទាន់បានសាកល្បងធ្វើនៅអ្វីដែលខ្លួនឯងចង់ធ្វើព្រោះយល់ថាព្រហ្មលិខិតកំណត់ឲ្យខ្លួនឯងបែបនេះខ្លួនមានកម្មខ្លួនត្រូវវេទនារកទីបញ្ចប់គ្មានក៏ទទួលយកហើយទ្រាំរស់នៅទៅតាមរបៀបគិតរបស់ខ្លួនអញ្ចឹងទៅការពិតគ្រាន់តែសាកល្បងស្រមៃហើយសាកល្បងធ្វើវាក៏មិនខាតបង់អ្វីដែរប៉ុន្តែដោយសារតែមនុស្សខ្លះបានចុកពាក្យកុំតវ៉ាមកដាក់ក្នុងចិត្តរហូតដល់ព្រមជឿលង់ធ្វើឲ្យចិត្តកំសាកមិនហ៊ានចាប់ផ្ដើមធ្វើអ្វីសោះសូម្បីតែគិតដល់ជីវិតខ្លួនឯងបានល្អប្រសើរជាងនេះក៏មិនហ៊ានគិតស្រមៃដល់ផងភាពលំបាកក្នុងជីវិតតែងតែកើតមានលើមនុស្សគ្រប់គ្នាតែមានមនុស្សតិចណាស់ដែលទ្រាំលំបាកជាមួយគោលដៅច្បាស់លាស់របស់ខ្លួនឯងគ្មានអ្នកណាអាចកែប្រែអតីតកាលបានឡើយប៉ុន្តែយើងអាចកសាងអនាគតរបស់យើងដោយការគិតស្រមើស្រមៃរបស់យើងបានសំខាន់ស្ថិតនៅលើយើងព្រមជឿជាក់លើខ្លួនឯងដាក់គោលដៅរួចអនុវត្តដើម្បីទទួលបានអ្វីដែលយើងគិតស្រមើស្រមៃនោះពេលណាដែលយើងជឿជាក់លើខ្លួនឯងពេលនោះយើងនឹងមានថាមពលដ៏អស្ចារ្យអាចយកឈ្នះលើឧបសគ្គដែលរារាំងមិនឲ្យយើងសម្រេចតាមក្តីស្រមៃរបស់យើងបានហើយ